ok chẳng ô này van pe để đã tao cứ về miền rụp riêng bẹp mình nè tiếng ó chẳng pe để dương từ đó cứ dương đã mốt chỉ mùi nương thấm mó đang có thấm mó bảo vệ đã về bẹp mình mốt nhật bẹp mình tao hay xem ra memory như dương nhật về bẹp mình tao lực hay crop những bật về lực chẳng pe để dương bờ krướng vì mình phải tạo on off dương cạch về tạo on đó bây giờ dừng bật lên hết với đường tranh rụt riêng bẹp đi chấn với đường ngồi dừng bật cho môi đường lèn nè lén khi dừng bật mó mua liền mó plug đấy bây giờ mua lèn hay lén những ai zoom bán nè những ai zoom bán zoom chết zoom ngày chẳng hạn à xem là pum chơi thò rút à pum đi chơi thò rút pum đi ha pumនេះគឺ pum ថត pum ក្រហមគឺ record video pum នេះគឺ pum ថតរូបអញ្ចឹងសម្រាប់ flash វាគឺយើងបើបែបនេះលើកមកលើកបែបនេះតែម្ដង flash វាថតបាញ់ flash បើស្អីយើងចង់បិទ flash វិញយើងគ្រាន់តែបិទទៅវិញទៅកត់វាទៅវិញទៅបានហើយហើយសម្រាប់ check មើលរូបនៅ pum នៅនេះ pum មួយនេះ check រូបហើយយើងអាចចុចឆ្វេងចុចស្ដាំបានចុចឆ្វេងស្ដាំអីចឹងណាយើងចង់មើលអញ្ចឹងទៅហើយសម្រាប់ pum លុបនៅខាងក្រោមសញ្ញាធុងសារ៉ាមចុចមួយហើយវានឹងឲ្យយើងលុបម្ដងមួយឬមួយក៏យើងលុបសម្រាប់យើង select យើងចង់លុបមួយណាអញ្ចឹងយើងចុចម្ដងមួយក៏បានដែរហើយចុច OK មកបានដែរហើយចុចទីទៅចុច OK ទៅលុបហើយតែស្អីយើងចង់លុបទាំងអស់យើងតែយើងចូលទៅពាក្យថា setting ក៏បានដែរតែถ้าយើងចង់លុបនេះក៏បានដែរយើងចុច OK នេះហើយចុចអានេះហើយយើង select ទៅរូបភាពណាដែលយើងចង់លុបហើយយើងចុចពាក្យ OK ទៅ yes ទៅបានដែរវា delete ទាំងអស់ហើយយើងចុចអាពុំថតរូបហ្នឹងមក click មកវិញត្រឡប់មកវិញសម្រាប់អេក្រង់របស់វាគឺយើងអាចបត់ selfie បានសម្រាប់អេក្រង់របស់វាបត់ selfie បានបត់កាប់បត់អីចឹងណានេះហើយសម្រាប់នេះគឺជា sensor របស់វាមានន័យថាពេលដែលយើងយកដៃយកមកឲ្យមកប៉ះជាមួយអានេះគឺភ្លើងវានឹងរត់ហើយនេះគឺ sensor របស់វាហើយតាក់ទងជាមួយនឹងឧទាហរណ៍ថាយើងថតរូបមកប៉ុសណាពឹបយើង check មើលរូបយើងមានអារម្មណ៍ថារូបភាពយើងងាងងឹតនេះយើងអាចមកចុចទៅនេះបានអាពុំនេះចុចពុំនេះហើយពឹបវានឹងចេញជាបន្ទិតបែបនេះអញ្ចឹងកលួស្តង់ដាវវាគឺវានៅចំលេខ0នេះនៅចំលេខ0បែបនេះណាអញ្ចឹងបើសិនជាយើងគិតថារូបភាពដែលយើងថតមិញមកប៉ុសមិញវារាងងឹតយើងអាចបូកវាតាមកម្ម2កម្មបានជាទូទៅយើងបូកវា2កម្មទៅដើម្បីមុខយើងសស្អាតអញ្ចឹងណាហើយយើងចុចអាពុំសញ្ញាថតនេះចុចមក clear ត្រប់ទៅវិញហើយតាក់ទងជាមួយ mode ខាងលើនេះគឺយើងប្រើតែ mode A បានហើយនេះ mode A វាត្រូវជាមួយនឹងគនុះសឲ្យវាត្រូវគ្នាអញ្ចឹងបើចាំទៅសេរីស្រង់ឲ្យវាទេពួកអានេះណាហើយសម្រាប់អានេះ3.9 នេះមានន័យថាវាជាប្រភេទ lens អញ្ចឹងយើងមូលនេះមូលនេះបតង់នេះយើងមូលអញ្ចឹងយើងអត់ដាក់វាច្រើននេះអត់ឲ្យដាក់វាច្រើនបានដល់ f10 f3 បានទេគឺយើងដាក់វាទៀបបំផុតឧទាហរណ៍ថា lens យើងមួយនេះជាប្រភេទ lens f1.7 អញ្ចឹងយើងតម្លាក់វា 1.7 មកឲ្យវា 1.7 មកដោយសារតែ lens នេះគឺវាលេខទៀបបំផុតគឺ 3.9 3.5 3.5 នេះណាចូល f3 f3.5 អីចឹងទៅ f3.5.6 អញ្ចឹងទៅអញ្ចឹងវាតម្លាក់បានតែប៉ុណ្្នឹងឯងតែបើសិនជាយើងមាន lens ណាដែលមាន aperture f1.2 f1.4 យើងអាចតម្លាក់វាមកបានអញ្ចឹងយើងអាចតម្លាក់មកតាមនឹងមកណាហើយមួយទៀតតាក់ទងជាមួយនឹងបញ្ចូលថ្មគឺយើងនៅជាងហៀងបែបនេះណានៅជាងហៀងបែបនេះនេះអញ្ចឹងវាមាននៅជាមួយនឹងរុនជាប្រភេទពួករុន Samsung ស៊េរីចាស់អានេះគឺរុន Samsung ស៊េរីចាស់អញ្ចឹងយើងដកទៅវានឹងចេញភ្លើងនៅតែនេះមួយនេះវាជាប្រភេទដូចបែបនេះនេះអញ្ចឹងយើងគិតថាដកចេះមកចាចាំតិចនេះដកចេះមកវានឹងលូតភ្លើងតែនេះមួយតែដោយសារតែយកទៅបានដកទៅអញ្ចឹងពេលដែលភ្លើងវាពេញវានឹងចេញជាប្រភេទភ្លើងបៃតងហើយយើងដកវិញមកអញ្ចឹងមានតែប៉ុណ្្នឹងទេរបៀបប្រើប្រាស់ហើយសម្រាប់ lens ពេលដែលយើងបិទទៅវិញគឺយើងនេះបែបនេះមកមូលវាទៅវិញទៅពេលយើងបើគឺយើងមូលម្នាក់បិទមូលទៅចេះវិញទៅហើយនេះគឺជាគោរពហើយពេលដែលយើងដោះ lens គឺយើងនឹងត្រូវឆ្លេចអាពុំនេះមួយនេះពុំទៅនេះយើងឆ្លេចវាឲ្យលិចទៅយើងមូលវាចេញមកក្រៅចេះហើយសម្រាប់អានេះពេលយើងដាក់យើងដោះវាចេះមកចាំតិចយើងដោះវាបែបនេះហើយយើងនឹងយកអាកនុះក្រហមនេះ lens វាមានកនុះក្រហមហើយសម្រាប់កាមេរ៉ាក៏មានកនុះក្រហមដូចគ្នាអញ្ចឹងយើងដាក់កនុះក្រហមនិងកនុះខំឲ្យវាត្រូវគ្នាហើយយើងមូលវាទៅស្ដាំនេះសូក្រែកអញ្ចឹងណាហើយពេលដែលយើងបើកគ្រឿងមកបើកគ្រឿងដូចគ្នាពេលយើងបើកគ្រឿងមកអ្វីដែលយើងត្រូវសេរីគឺយើងសេរីនេះ aperture នេះaperture យើងតម្លាក់វា 1.7 មកដើម្បីឲ្យវាថតទៅមុខយើងច្បាស់មុខព្រាលក្រោយអីអញ្ចឹងណានេះអញ្ចឹងមានតែប៉ុណ្្នឹងទេសម្រាប់ការប្រើប្រាស់